បាទសូមជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូភាគបន្ទាប់គឺវីដេអូទី9ណាបងប្អូនចឹងកុំឲ្យខាតពេល review យើងចូលទៅកាន់ HSK កម្រិតទី1ណានៅវីដេអូទី9អូខេអញ្ចឹងពាក្យបន្ទាប់គឺយើងសិក្សាពាក្យនឹងប្រែថាអាចណា can to be able to do something ឬក៏ ability ណាសមត្ថភាពដែលយើងអាចធ្វើអីមួយ比如说第一今天你的朋友不能工作他在医院今天你的朋友不能工作他在医院ថ្ងៃនេះមិត្តភ័ក្តិរបស់អ្នកមិនអាចធ្វើការបានទេគាត់នៅមន្ទីរពេទ្យណា今天ថ្ងៃនេះ你អ្នក的របស់朋友មិត្តភ័ក្តិពូមិនអាចណាពូនឹងមិនអាចកុងជក់ធ្វើការថាគាត់在នៅ医院ប្រែថាមន្ទីរពេទ្យអូខេអញ្ចឹងថ្ងៃនេះមិត្តភ័ក្តិរបស់គាត់មិនអាចធ្វើការបានទេគាត់នៅមន្ទីរពេទ្យ第二我能坐在这吗我能坐在这吗តើខ្ញុំអាចអង្គុយនៅទីនេះបានដែរឬទេអូខេ我能坐在这吗តើខ្ញុំអាចអង្គុយនៅទីនេះបានដែរឬទេអូខេពាក្យបន្ទាប់គឺ年ប្រែថាឆ្នាំ year 比如说第一他儿子今年8岁了他儿子今年8岁了他儿子今年8岁了ឆ្នាំនេះកូនប្រុសរបស់គាត់មានអាយុ8ឆ្នាំហើយ他儿子今年8岁了第二今天是2025年1月1号今天是2025年1月1号ថ្ងៃនេះជាថ្ងៃទី1ខែមករាឆ្នាំ2025អូខេ下一个ពាក្យបន្ទាប់គឺយើងរៀនពាក្យនឿមាត់មូលទាំងអស់គ្នាគឺយើងអាននឿប្រែថាកូនស្រីណា daughter 比如说第一ជាឧទាហរណ៍ទី1我有一个女儿我有一个女儿我有一个女儿ខ្ញុំមានកូនស្រីម្នាក់ I have a daughter ណាខ្ញុំមានកូនស្រីម្នាក់我有一个女儿第二今年我的女儿3岁了今年我的女儿3岁了ឆ្នាំនេះកូនស្រីរបស់ខ្ញុំមានអាយុ3ឆ្នាំហើយ This year my daughter is 3 years old Okay 女儿កូនស្រីណា下一个ពាក្យបន្ទាប់គឺ朋友
朋友ប្រែថាមិត្តភក្តិណា friend friend អូខេជាឧទាហរណ៍ទី1我有一个女朋友我有一个女朋友ខ្ញុំមានមិត្តស្រីម្នាក់ I have a girlfriend 第二他是我的朋友吗sorry นะ他是你的朋友吗他是你的朋友吗他是你的朋友吗តើគាត់គឺជាមិត្តភក្តិរបស់អ្នកមែនទេ Is he your friends 他是你的朋友吗ចឹង朋友យើងអាចប្រើពាក្យដូចជាថាពាក្យ男朋友ប្រែថាមិត្តប្រុស女朋友ប្រែថាមិត្តស្រី好朋友ប្រែថាមិត្តល្អឬក៏មិត្តភក្តិល្អដល់ពេល最好的朋友ប្រែថា best friend ណាបងប្អូនមិត្តភក្តិស្និទ្ធស្នាលបំផុតណា最好的朋友មិត្តភក្តិស្និទ្ធស្នាលចែករំលែកអីគ្នាហ្នឹងហៅថា最好的朋友អូខេ下一个គឺពាក្យ漂亮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 ប្រែថាស្អាតឬក៏ស្រស់ស្អាតណា beautiful ចឹង漂亮ជាទូទៅគេប្រើពិពណ៌នាសម្រាប់មនុស្សស្រីណាឧទាហរណ៍ថានាងស្រស់ស្អាតណាស់ណាចឹងគេប្រើ漂亮ជាឧទាហរណ៍ទី1你的衣服真漂亮你的衣服真漂亮ខោអាវរបស់អ្នកពិតជាស្អាតណាស់ Your clothes is very good looking 你的衣服真漂亮第二漂亮的女人是谁漂亮的女人是谁谁ណាកន្លែងនេះប្រែថានរណា谁谁漂亮的女人是谁តើមនុស្សស្រីស្អាតនោះជានរណាណា Who is a beautiful girl 漂亮的女人ម្នាក់ស្រីនោះ是谁ជានរណាអូខេពាក្យបន្ទាប់គឺយើងមានពាក្យ苹果ប្រែថាផ្លែប៉ោម apple ណា apple 第一个我买了一些苹果我买了一些苹果我买了一些苹果ខ្ញុំបានទិញផ្លែប៉ោមមួយចំនួន I bought some apple 第二我很喜欢吃苹果我很喜欢吃苹果我很喜欢吃苹果ខ្ញុំចូលចិត្តញ៉ាំផ្លែប៉ោមណាស់ I really like eating apple okay 我很喜欢吃苹果អូខេពាក្យបន្ទាប់យើងមានពាក្យឈីសំឡេងស្មើឈីប្រែថាលេខ7ណា7ជាឧទាហរណ៍ទី1第一个一个星期有7天一个星期有7天一个星期有7天មួយសប្តាហ៍មាន7ថ្ងៃណា There are 7 days a week 第二个យើងមានអីគេ
我早上7点半去上班。我早上7点半去上班 ខ្ញុំធ្វើការនៅម៉ោងខ្ញុំទៅធ្វើការនៅម៉ោង7កន្លះ I go to work at 7:30 a.m. 7:30 a.m. 我早上7点半去上班 OK ពាក្យបន្ទាប់យើងមានពាក្យ前面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 ប្រែថាខាងមុខខាងលើ ahead or in front or about 比如说第一个我在学校前面我在学校前面ខ្ញុំនៅមុខសាលារៀន I am in front of the school 第二前面那个人是我的同学前面哪个人是我的同学អ្នកដែលនៅខាងមុខគឺជាមិត្តរួមថ្នាក់របស់ខ្ញុំឬក៏មនុស្សម្នាក់ដែលនៅខាងមុខនោះគឺជាមិត្តរួមថ្នាក់របស់ខ្ញុំ The person in front is my classmate Okay 前面ខាងមុខណា Okay 下一个钱ប្រែថាលុយណា money Okay អញ្ចឹងយើងថ្ងៃនេះយើងរៀនដល់ពាក្យ钱គឺដល់លុយហើយណាជាឧទាហរណ៍ទី1这个衣服多少钱这个衣服多少钱តើសម្លៀកបំពាក់នេះថ្លៃប៉ុន្មាន How much is this clothes ណា How much 这个衣服多少钱这个衣服多少钱ចឹងទៅពេលយើងទៅផ្សារជនជាតិចិនដែលយើងតែលើជនជាតិចិននិយាយថា这个衣服多少钱 Okay ចឹងសួរថាសម្លៀកបំពាក់នេះថ្លៃប៉ុន្មាន Okay ពាក្យបន្ទាប់គឺយើងមានពាក្យ你有没有钱你有没有钱你有没有钱តើអ្នកមានលុយដែរឬទេ Do you have money 你有没有钱ចឹងយើងអាចអនុវត្តសួរមិត្តភក្តិយើងថា你有没有钱តើអ្នកឯងមានលុយទេ Okay ចឹងពាក្យបន្ទាប់យើងមានពាក្យ请ប្រែថាសូមឬក៏អញ្ជើញ to ask to invite or to treat យើងអញ្ជើញនរណាម្នាក់ឲ្យទៅញ៉ាំបាយឬក៏ទៅធ្វើអីចឹងណាជាឧទាហរណ៍他想请我吃饭他想请我吃饭他想请我吃饭គាត់ចង់បបួលឬក៏អញ្ជើញខ្ញុំទៅហូបបាយគាត់ចង់ប៉ៅខ្ញុំទៅហូបបាយ Okay He wants to invite me to have rice ចូលទៅទី2គឺ喂你请说话你请说话喂你请说话话นะ话你请说话ប្រែថា Hello សូមអ្នកនិយាយមក Hello you say please អានេះគឺជាប្រយោគសំណួរជាទូទៅគឺគេនិយាយ
តើតងគ្នាតាមទូរស័ព្ទណា喂ស្មើថា alo ណានេះឈិងសូហោះណានិយាយមកសុំនិយាយមកអូខេអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់ណាអញ្ចឹងកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូបន្តទៀតណាសូមអរគុណសូមជម្រាបលា